កម្លាំងនិងសកម្មភាពរបស់យើងទាំងអស់គ្នាគឺបញ្ជូនសារទៅដល់កងកម្លាំងបដាអាវុធរបស់យើងនៅជួរមុខថាទោះបីពួកគាត់នៅទីនោះក្តីយើងនៅទីនេះក្តីកុំតែទឹកចិត្តឆន្ទៈនិងក្តីស្រឡាញ់នឹងការគ្រប់គ្រងនៅវីរភាពរបស់កងកម្លាំងបដាអាវុធរបស់យើងគឺនៅពីនេះជូនទៅដល់ពួកគាត់ទាំងអស់គ្នាតែម្ដងបងប្អូនទាំងអស់គ្នាត្រៀមខ្លួននៅក្នុងព្រឹត្តិការណ៍របស់យើងហើយនៅ1 2 3ចាប់ផ្ដើមបងប្អូនទាំងអស់គ្នាមកទីនេះគឺដោយសារតែយើងមានឈាមជ័រជាខ្មែរយើងទាំងអស់គ្នាមកទីនេះគឺដោយសារតែទឹកចិត្តឆន្ទៈនិងក្តីស្រឡាញ់ដ៏ធំធេងចំពោះប្រទេសកម្ពុជារបស់យើង